ចំនួនណាគាត់ដូចថាចូលចិត្តប្រើពាក្យសម្ដីហ្នឹងអសរោះពាក្យអាក្រក់ច្រើនណាស់ឡើយញាតិញោមឥឡូវក៏មិនដឹងជាគាត់គិតយ៉ាងម៉េចរហូតដល់តែពាក្យអាក្រក់ពាក្យមិនល្អពាក្យជេរពាក្យអីហ្នឹងវាទៅជារឿងមួយធម្មតាដែរហើយក៏សម្រាប់ស្រុកទេសរបស់យើងឡាយអីចម្រៀងអីចឹងច្រៀងអីយូរទៅអាពាក្យជេរគ្នាអីហ្នឹងវាទៅជារឿងមួយធម្មតាដែរហើយក៏អាហ្នឹងយើងគួរតែគិតថាយ៉ាងម៉េចបើសិនជាតាមសាលាក្តីតាមវត្តអារាមអីលោកទេសនាអីហ្នឹងក៏ចេះតែប្រាប់ចេះតែបញ្យល់ថាធ្វើមនុស្សហ្នឹងត្រូវតែមានពាក្យសម្ដីល្អពីរោះអីចឹងណាទៅកាន់គ្នាប៉ុន្តែជាក់ស្ដែងយើងមើលទៅថាយុវជនឬក៏ថាខ្មែរយើងមួយចំនួនហ្នឹងគាត់ចូលចិត្តប្រើពាក្យជេរគ្នាពាក្យលែបខាយឌូដងឬក៏ថាពាក្យអាភិអីចឹងទៅពេលខ្លះយកទៅបង្កើតទៅជាបារោចម្រៀងអីចឹងទៅច្រៀងអីចឹងទៅគិតទៅថាហេដូចជាមិនសូវល្អទេដឹងខ្ញុំមករឿងទាំងអស់ហ្នឹងណាព្រោះខ្មែរយើងតែយើងសម្គាល់ទៅជាមនុស្សមានចរិតរឹកពីអរិយាប័ត្រហ្នឹងវាល្អប្រពៃណាមានវប្បធម៌ culture មួយគឺជួបគ្នាហ្នឹងចេះសំពះរៀបសួរឲ្យសំពះហ្នឹងមិនមែនសំពះឲ្យត្រង់ឆ្កឹងតែមានន័យថាអោនមិនតូនអីចឹងទៅឬឃើញចាស់ឃើញទុំអីណាចេះដើរអោនចេះអីចឹងទៅវាជារឿងមួយល្អវប្បធម៌ culture របស់យើងហ្នឹងប៉ុន្តែឥឡូវហ្នឹងវាទៅជាពាក្យជេរពាក្យតឡាយអីហ្នឹងតាម Facebook វាទៅជាពាក្យធម្មតាដែរខ្ញុំមកពាក្យជេរបចោពាក្យថាចេះថាចោះស្មាប់គិតទៅថាទេបើសិនតែយើងនៅតែបដ ாய் ឲ្យពួកគាត់នឹងប្រើពាក្យសម្ដីអញ្ចឹងតទៅទៀតមិនដឹងថាទៅថ្ងៃមុខទៅស្រុកទេសយើងវាយ៉ាងម៉េចទៅទេមែនទេព្រោះបើកាលណាយើងចេះប្រើពាក្យល្អពាក្យមានប្រយោជន៍អីចឹងទៅអាហ្នឹងក៏វាជារឿងល្អតែស្មារតីឃើញវីដេអូឃ្លីបមួយជនបរទេសហ្នឹងគាត់មិនសូវចេះខ្មែរប៉ុន្តែដល់ពេលគាត់មករស់នៅស្រុកខ្មែរអញ្ចឹងពាក្យដែលគាត់ចេះទៅជាពាក្យអត់ល្អទៅវិញយ៉ាងមែនទេស្មារតីធ្លាប់ឃើញវីដេអូមួយអញ្ចឹងដែរហើយយើងទៅជាសាបព្រោះអាពាក្យមិនល្អពាក្យជេរពាក្យអាក្រក់ឲ្យគេចេះហើយគេអាចនិយាយបានទៅវិញនៅពេលអញ្ចឹងទៅមកពីជាសង្វេចេះគិតថាវាមិនមែនជារឿងមួយល្អអញ្ចឹងដែរអញ្ចឹងណាខ្ញុំណានេះជាអ្វីដែលអាត្មាភាពព្រួយបារម្ភហើយក៏សូមចិត្តថាបើសិនជាអាចហ្នឹងសូមកាត់បន្ថយឬក៏ទៅលះបានហ្នឹងក៏លះទៅអាត្មាភាពសូមចិត្តទៅណាកុំនៅតែបន្តប្រើពាក្យមិនល្អពាក្យមិនពិរោះជាពិសេសឡាយជេរគ្នាឡាយឆ្លោះគ្នាឡាយអីហ្នឹងពាក្យអត់ល្អដូចជាមិនល្អសោះសម្រាប់យើងជាខ្មែរណានេះជាអ្វីដែលខ្ញុំជឿចង់ដាស់តឿនក៏ដូចជាចម្រើនពរទៅកាន់ញាតិញោមឲ្យបានដឹងបានយល់ហើយយើងរៀនធ្វើជាមនុស្សល្អទាំងអស់គ្នាដោយពាក្យសម្ដីចេះនិយាយចេះប្រើឲ្យបានល្អទៅអាហ្នឹងក៏គេមើលមកយើងថាជាពូជសាសន៍មួយដែលថ្លៃថ្នូរពូជសាសន៍មួយដែលល្អចេះនិយាយពាក្យពីរោះចេះនិយាយពាក្យល្អអីចឹងទៅហើយនេះគេឲ្យតម្លៃទៅតាមហ្នឹងដែរណាញោមណាអាហ្នឹងចឹងនេះជាអ្វីដែលអាត្មាភាពចង់សុំចម្រើនពរបិណ្ឌបាតឲ្យញាតិញោមឲ្យបានចេះកែប្រែទាំងអស់គ្នាគឺថាគេឲ្យតម្លៃជាតិសាសន៍យើងពូជសាសន៍យើងចឹងដែរព្រោះយើងមាន culture យើងមានវប្បធម៌មួយល្អណាអញ្ចឹងសូមថែរក្សាអ្វីដែលជារឿងល្អសម្រាប់វប្បធម៌របស់យើងហ្នឹងឲ្យតទៅមុខរហូតរាប់រយរាប់ពាន់រាប់ម៉ឺនឆ្នាំទៅមុខចឹងទៅកុំឲ្យវប្បធម៌ដែលល្អមួយនេះវាត្រូវបាត់បង់វាត្រូវមកជំនួសដោយពាក្យជេរពាក្យមិនពិរោះពាក្យមិនល្អយកមកប្រើទៅនៅក្នុងសង្គមអីចឹងទៅអាហ្នឹងអាត្មាភាពឃើញដូចថាណៃធម្មហើយក៏ចេះតែគិតទៅចុះបើពេលហ្នឹងពាក្យជេរពាក្យអីហ្នឹងវាសាយភាយទៅហើយចុះទៅថ្ងៃមុខទៅ100ឆ្នាំ50ឆ្នាំទៅមុខទៅតើនឹងទៅជាយ៉ាងណានេះជាអ្វីដែលអាត្មាភាពចង់ចម្រើនពរណាហើយយើងយកទៅគិតយកទៅពិចារណាទាំងអស់គ្នាបង